Tôi thấy một vấn đề gì cho đó mình nghĩ là mà đểรับtừ mình đến tí pí bà biết bà là tăng song rồng mòn hãy tinh bụi mòn mà hãy nâng bọc ổn tinh thưa chấm này nè thưa chấm này dân dương trên cho đó là chấm tí bấy bà đài chỉ chấm mạch mối đài tập bọc ổn đài miếng cả chọt thành cá tậpรับtính bụi mòn bàn hãy ta cô đã 13 ปุយប្រមាណដើម្បីជាដំណាក់កាលដំបូងរបស់បងប្អូនទើបតែរៀនចិញ្ចឹមជាលើកដំបូងអញ្ចឹងសម្រាប់បងប្អូនដែលចូលរៀនបាទបំណាច់តែយើងដាក់គោលដៅពីការចិញ្ចឹមមាន់ចូលរៀនហើយបាទខ្ញុំចោលបងប្អូនប្រើប្រាស់ទៅលើមេបាពូជបាទមួយឈុតអញ្ចឹងមួយឈុតនេះខ្ញុំចាំមកបងប្អូនប្រើមេ28ក្បាលបាទមេ28ក្បាលបាទបា4ក្បាលអញ្ចឹងមេ28បា4នេះវានៅបាន4បន្ទប់ណាបាទ4បន្ទប់បាទ4បន្ទប់អញ្ចឹងមួយបន្ទប់មានមេ7ក្បាលបា1បាទមេ7ក្បាលបា1យើងកាលណាបងប្អូនទៅចំផែនការបែបនេះហើយបងប្អូនត្រូវតែត្រៀមឬក៏ត្រូវតែបញ្ចេញនៅកញ្ចប់ថវិកាហៅថាដើមទុនណាបងប្អូនទៅទិញទូបាទទូមួយគ្រឿង176គ្រាប់ប្រភេទទូអូតូស្វ័យប្រវត្តិអូតូកម្ដៅអូតូដំណើរបាទដើម្បីកុំឲ្យបងប្អូនខាត់ពេលក្នុងការវាយណាឥឡូវយើងមិនបាច់ប្រើទូវាយដៃទេយើងប្រើប្រភេទអូតូតែម្ដងទៅអញ្ចឹង176គ្រាប់នេះវាមាន2កញ្ច្រែងមួយកញ្ច្រែង88គ្រាប់កញ្ច្រែងមួយមាន88គ្រាប់អញ្ចឹងកញ្ច្រែងលើកញ្ច្រែងក្រោមមាន2កញ្ច្រែងអញ្ចឹង176គ្រាប់អញ្ចឹងបងប្អូនមានមេបាហើយបងប្អូនទៅចេះថែទាំវាចេះផ្ដល់ចំណីវាចេះតាមដានសុខភាពវាចេះធ្វើបតាំងវារំលឹកឡើងវិញបាទអញ្ចឹងយើងត្រូវឧស្សាហ៍ចិញ្ចោមើលវាណាបាទអញ្ចឹងយើងមានហៅថាមានមេបាពូជចូលកែឋានប្រៀបបានដូចជាមានចាប់ផ្ដើមមានប្រាក់ខែបងប្អូនចូលមកហើយអញ្ចឹងបងប្អូនត្រូវតែមេនេះបើសិនជាបងប្អូនទិញមកហើយមេឆាប់ប៉ោងអញ្ចឹងបងប្អូនចាក់ប្រមូលប៉ោងបានតែម្ដងអញ្ចឹងសម្រាប់មេមាត់ប៉ោងដំបូងបងប្អូនមិនគួរយកទេណាវាការប៉ោងមួយតូចការបកកណៈអត់ទៅល្អកូនកាត់មកគឺវាខ្សោយវាអត់ទៅរងមាំទេណាពិបាកក្នុងការថែទាំបងប្អូនគួរតែចាំយកលើកទី2ចាំយកពីការយកបោកចុះណាបាទអញ្ចឹងទីឧទាហរណ៍សម្រាប់ខ្ញុំបើតាំងផ្ទាល់មេ28ក្បាលបាទមេ28ក្បាលបា4អញ្ចឹងការផ្ដោតសុទ្ធមានចាប់បាទពី10គ្រាប់មានរហូតដល់24គ្រាប់បាទអញ្ចឹង24គ្រាប់មានតែមួយលើកគត់បងប្អូនណាបាទអញ្ចឹងខ្ញុំអាចនឹងសម្រាយថាមានតែមួយលើកទេអញ្ចឹងចំណុចកណ្ដាលដែលខ្ញុំតែងតែប្រមូលបានក្នុងមេ28ក្បាលហ្នឹងវាបានត្រឹមជុំវិញជាង10គ្រាប់17 18ឬក៏15អញ្ចឹងនៅក្នុងមេរៀននេះខ្ញុំគិតថាបងប្អូនអាចប្រមូលប៉ោងក្នុងរង្វង់មេប៉ុណ្ណេះប្រមូលប៉ោងបាន15គ្រាប់ក្នុងមួយថ្ងៃណាបាទ15គ្រាប់អញ្ចឹងប្រមូលប៉ោង15គ្រាប់បងប្អូនត្រូវតែប្រមូលរាល់ថ្ងៃបាទរាល់ថ្ងៃអញ្ចឹងឧទាហរណ៍ថាមកបងប្អូនចាប់តែប៉ោងបាន15គ្រាប់ក្នុងមួយថ្ងៃបាទមេ28ក្បាលនោះអញ្ចឹងមួយថ្ងៃ15គ្រាប់អញ្ចឹងបងប្អូនប្រមូលពីថ្ងៃទី1រហូតដល់ទី7មានន័យថាប្រមូលក៏មកលើសពី7ថ្ងៃណាយើងរាប់ពីថ្ងៃទី1ដល់ទី7បងប្អូនដាក់ចូលទូម្ដងបាទដាក់ចូលទូម្ដងអញ្ចឹងបងប្អូនទៅគិតថាមាន់បងប្អូនប៉ោងច្រើនឬក៏ប៉ោងតិចបែបនេះយើងគិតលើទូយើងអញ្ចឹងទូបងប្អូនមកកញ្ច្រែង88អញ្ចឹងបងប្អូនប្រមូលក្នុងចន្លោះថ្ងៃទី5ទី6បងប្អូនអាចដឹងថាអូថ្ងៃទី5ហ្នឹងបាន88គ្រាប់អញ្ចឹងដាក់ចូលទូតែម្ដងដើម្បីទុកកញ្ច្រែងមួយទៀតទុកប្រមូលវគ្គក្រោយអញ្ចឹងណាឧទាហរណ៍បងប្អូនប្រមូលចាប់ដល់ថ្ងៃទី7ប៉ោងនេះឡើងដល់100គ្រាប់គឺថា100គ្រាប់អញ្ចឹងបងប្អូនអាចនឹងលើសទៅដល់កញ្ច្រែងក្រោមបងប្អូនប្រមូលបន្តទៀតវាពិបាកក្នុងការទុកដាក់អញ្ចឹងយើងឆ្នៃត្រឹម88គ្រាប់មួយឈុតទៅណាបាទអញ្ចឹងបងប្អូនឆ្នៃតាមហ្នឹងបើសិនជាប៉ោងច្រើនបងប្អូនបន្ថយថ្ងៃដាក់ចូលទូបើប៉ោងតិចទេបងប្អូនទុកដល់7ថ្ងៃទៅណាអញ្ចឹងបងប្អូនវិលជុំបែបនេះទៅខ្ញុំថាបងប្អូននឹងអាចមានកូនមាន់ចិញ្ចឹមជាមាន់សាច់ដោយមិនចាំបាច់ទិញមាន់នៅកសិដ្ឋានគេផ្សេងមិនចាំបាច់ព្យាយាមទិញមាន់នៅកន្លែងផ្សេងគេថាទិញតំណពីគេមកនេះទី1យើងមិនមានភាពច្បាស់លាស់មិនទុកចិត្ត
បាទឬក៏មិនមែនដៃបងប្អូនធ្វើផ្ទាល់វាជារូបភាពមួយវាអាចធ្វើឲ្យយើងបរាជ័យបានណាបាទអញ្ចឹងយើងត្រៀមមេបាពូជយើងហើយយើងបានកូនមន់បាទយើងសន្សំណាសន្សំពងមន់អញ្ចឹងបងប្អូនអាចគុណទៅលើពងមន់មួយថ្ងៃបានប្រមាណគ្រាប់បងប្អូនគិតទៅលើចំណាយទៅលើចំណៃមេបាណាបាទអញ្ចឹងបងប្អូនមួយថ្ងៃបាន15គ្រាប់បាទ15គ្រាប់អញ្ចឹងបងប្អូនថាមេ28ស៊ីអស់មួយថ្ងៃប៉ុន្មានយើងគុណតាមហ្នឹងណាបាទអញ្ចឹងសម្រាប់15គ្រាប់បងប្អូនគុណក្នុងមួយខែវាបាន1450គ្រាប់បាទនេះជាឧទាហរណ៍ណាបាទបើសិនមន់នេះវាប៉ោងបាន1455គ្រាប់ក្នុងមួយខែក្នុងមេ28ហ្នឹងអញ្ចឹង450គ្រាប់ហ្នឹងវាអាចចោលជុំវិញ50គ្រាប់ចោលទៅលើការអត់បកកកំណើតឬក៏កូនវាខាស់កូនវាខូចខ្លះអញ្ចឹងណាអញ្ចឹងបើឧទាហរណ៍ថាបងប្អូននៅកូន400បាទកូន400គ្រាប់ដែលចេញជាកូនមន់អញ្ចឹងមិនតិចបងប្អូនណាច្រើនណាបាទអញ្ចឹងយើងកុំនិយាយថាដល់400បងប្អូនបាទខ្ញុំកាត់ឲ្យទាបបំផុតឲ្យបាន300គ្រាប់បងប្អូនណាបាទបាន300កូនមន់បងប្អូនធ្វើបាន300កូនមន់អាចធ្វើបានបងប្អូនណាអាចធ្វើបានបាទចំនួនមេប៉ុណ្ណេះបងប្អូនអាចបានទៅ300កូនណា300កូនមន់អញ្ចឹង300កូនមន់បងប្អូនសម្មើមើលមួយខែ300កូនមួយខែ300កូនហើយបងប្អូនចាំកូនមកខ្លួនឯងបងប្អូនរត់ទៅត្រង់វាទៅត្រង់មកសាច់ដាក់បន្ថែមទៀតអញ្ចឹងនេះជារូបភាពមួយដែលខ្ញុំធ្វើផ្ទាល់បាទខ្ញុំធ្លាប់បានធ្វើផ្ទាល់អនុវត្តផ្ទាល់ក្នុងមេ28ក្បាលនេះបាទគឺខ្ញុំបានកាលនោះខ្ញុំប្រើប្រាស់ទូស្នោ2បាទអញ្ចឹងគឺពងនោះវាច្រើនបាទតិចត្រឹម10គ្រាប់ឡើងដល់24គ្រាប់បាទចន្លោះ15 16 15 16អញ្ចឹងណាអញ្ចឹងគឺយើងបានប្រមាណច្រើនអញ្ចឹងយើងបានមានលទ្ធភាពចិញ្ចឹមជាមន់សាច់វិលជុំទៀតបាទអញ្ចឹងជឿជាក់ថាបងប្អូននៅឲ្យព្យាយាមនៅតាមវីដេអូមួយនេះជារូបភាពមួយនឹងកាត់បន្ថយជីវភាពប្រចាំគ្រួសារយើងតែត្រៀមត្រូវតាំងចិត្តឲ្យច្បាស់ធ្វើវាឲ្យរឹងមាំជាទីបំផុតបាទមិនងាយរេជាដាច់ខាតបាទអរគុណច្រើនបងប្អូនណាបាទវីដេអូមានប៉ុណ្ណេះអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្តទៀតបាទអរគុណ